សិកជនពាក់ព័ន្ធទៅនឹងក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេលំដាប់ទី2របស់ប្រទេសចិនត្រៀមផលិតកម្រិត7ណាណូម៉ែត្រខណៈទីក្រុងប៉េកាំងបង្កើនការពឹងផ្អែកលើខ្លួនឯងក្រុមហ៊ុន Wohong Group ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេលំដាប់ទី2របស់ប្រទេសចិនបានសម្រេចនូវសមិទ្ធផលមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតបន្ទះឈីបកម្រិតខ្ពស់ដែលអាចប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិតនេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេសក្រុមហ៊ុនបត់សម្ព័ន្ធរបស់ Wohong គឺ Valley Microelectronics កំពុងរៀបចំខ្សែសង្វាក់ផលិតកម្មកម្រិត7ណាណូម៉ែត្រនៅក្នុងរោងចក្ររបស់ខ្លួនក្នុងទីក្រុងសៀងហៃការសម្រេចនេះគឺបានធ្វើឲ្យ Wohong ក្លាយជាក្រុមហ៊ុនចិនទី2បន្ទាប់ពីក្រុមហ៊ុន SMIC ដែលមានសមត្ថភាពផលិតបន្ទះឈីបកម្រិតខ្ពស់បែបនេះតាមប្រភពព័ត៌មានក្រុមហ៊ុន Huawei និងក្រុមហ៊ុន Arjana Chip Brand ក៏កំពុងតែសហការជាមួយ Valley ក្នុងការប្រើប្រាស់ខ្សែសង្វាក់ផលិតកម្ម7ណាណូម៉ែត្រនេះសម្រាប់ការធ្វើតេស្តនិងផលិតគំរូដំបូង Valley ក្រុងនឹងចាប់ផ្ដើមផលិតក្នុងកម្រិតតិចតួចជាមុនសិនដោយរំពឹងថានឹងផលិតបានប៉ុន្មានពាន់បន្ទះនៅក្នុងមួយខែនៅដំណាច់ឆ្នាំនេះមុននឹងពង្រីកសមត្ថភាពបន្ថែមទៀតគូជម្រាបផងដែរថាការវិវត្តនេះគឺការឡើងចំពេលដែលសហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទំនើបទៅកាន់ប្រទេសចិនទោះបីជាមានការដាក់កម្រិតពីខាងក្រៅក៏ដោយក៏ចិនបាននឹងកំពុងជំរុញយុទ្ធសាស្ត្រពឹងផ្អែកលើខ្លួនឯងទាំងស្រុងដោយបង្ខំឲ្យក្រុមហ៊ុនក្នុងស្រុកប្រើប្រាស់ឧបករណ៍ផលិតដែលផលិតនៅក្នុងប្រទេសចិនឲ្យបានយ៉ាងហោចណាស់ 50%